locker ណា big locker គឺជា option មួយដើម្បីឲ្យយើងធ្វើការចាក់ drive របស់យើងកុំឲ្យមានដើម្បីការពារ protect drive នឹងតើតាយើងបានអាចដោះបានណាអត់មានគ្រូអាចារ្យណាទៅដោះ big locker នឹងបានទេក្រៅពីយើងអូខេអញ្ចឹងចុច big locker នឹងមកអូខេបន្ទាប់ពីយើងចុច big គេសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ channel YouTube ពូ IT សាច់ថ្មីអូខេអញ្ចឹងវីដេអូនេះនិយាយពីរបៀបចាក់សោ hard drive របស់យើងអញ្ចឹងនៅក្នុងនេះខ្ញុំមាន drive D មួយខ្ញុំធ្វើការចាក់សោវាដើម្បីការពារកុំឲ្យគេលួចទិន្នន័យរបស់យើងនៅពេលដែលអ្នកដែលផ្សេងនៅគេមកប្រើកុំព្យូទ័ររបស់យើងគឺលួចទិន្នន័យរបស់យើងហើយអ្វីដែលពិសេសទៀតគឺការពារពពួកមេរោគចូលដូចជា ransomware អីចឹងទៅអញ្ចឹងនៅពេលដែល ransomware ចូលគឺនៅពេលដែលយើងអត់បានដោះសោទេគឺវាអាចចូលទៅ encrypt data របស់យើងបានទេអញ្ចឹងយើងធ្វើនៅពេលណានៅពេលដែលយើង data របស់យើងសំខាន់នៅពេលដែលយើងអត់ចង់ប្រើប្រាស់ទេយើងដើម្បី keep វាទុកជាយើងអត់មាន internal យើងអាចធ្វើរបៀបនឹងបានដើម្បី protect data របស់យើងបានអូខេអញ្ចឹងដើម្បីអាចចាក់សោឲ្យបានបងប្អូនទី1យើងចូលមកកាន់ខាងក្រោមនេះមកនេះកន្លែង search ខាងក្រោមនេះយើងចូលយើងវាយពាក្យថា control panel ណាយើងអាចវាយពាក្យថា control panel តែប៉ុណ្្នឹងមកនេះអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយថា control panel យើងចុចលើ control panel ហ្នឹងមកអូខេបន្ទាប់ពីយើងចុច control panel ហ្នឹងមកអូខេអញ្ចឹងវានឹងបង្ហាញoption ជាច្រើននៅក្នុង control panel ហ្នឹងអញ្ចឹងក៏ option ដែលយើងត្រូវប្រើគឺ big locker ណា big locker គឺជា option មួយដើម្បីឲ្យយើងធ្វើការចាក់ drive របស់យើងកុំឲ្យមានដើម្បីការពារ protect drive នឹងតើតាយើងបានអាចដោះបានណាអត់មានគ្រូអាចារ្យណាទៅដោះ big locker នឹងបានទេក្រៅពីយើងអូខេអញ្ចឹងចុច big locker នឹងមកអូខេបន្ទាប់ពីយើងចុច big locker នឹងហើយយើងធ្វើការ turn on វាណានេះ drive D របស់យើងណានេះយើងចុចតម្លាក់មកអូខេនេះអញ្ចឹង drive C នេះគឺយើងអត់ត្រូវការធ្វើ big locker ទេយើងធ្វើទៅលើ drive D របស់យើងនេះអញ្ចឹង big locker គឺ off អញ្ចឹងយើងធ្វើការ turn on big locker នឹងមកអញ្ចឹងយើងមើលទិន្នន័យរបស់យើងកន្លែងនេះណានៅពេលដែលយើងអត់ទាន់បើក big locker គឺវាអត់ទាន់មានរូបសោចាក់ទេអញ្ចឹងខ្ញុំចុច turn on big locker មកដើម្បីធ្វើការចាក់សោវាអញ្ចឹងនៅពេលដែលយើង turn on កន្លែងនេះគឺមាន option ឲ្យយើងប្រើទី1យើងអាចប្រើ use password ដើម្បី unlock ទី2យើងប្រើ smart card ដើម្បី unlock drive ហ្នឹងណាអញ្ចឹងយើងអត់មាន smart card មានទេខ្ញុំប្រើ password មកខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំដាក់ password អូខេអញ្ចឹង password ខ្ញុំដាក់មកអូខេអញ្ចឹង password របស់អ្នកដាក់ទៅនេះ password របស់ខ្ញុំយើងអាចដាក់អ្វីដែល secure ទៅខ្ញុំដាក់ password របស់ខ្ញុំមកអូខេអញ្ចឹង password យើងអាចដាក់មានអក្សរតូចអក្សរធំនិមិត្តសញ្ញាអញ្ចឹងទៅតាមការចង់បានរបស់យើងខ្ញុំអាចសូឲ្យបងប្អូនមើលនេះជា password របស់ខ្ញុំ sorry ឥឡូវខ្ញុំមិនដាក់ណា password ហ្នឹងណាអូខេបើសិនជាបងប្អូនខ្លាចខុសយើងអាចវាយដាក់ notepad ទៅអូខេខ្ញុំធ្វើការចុច next មកអូខេអញ្ចឹងវាសួរយើងថាយើងចង់ sell នេះយើងចង់ sell to your Microsoft account sell to a file ឬក៏ print recovery key អញ្ចឹងឡើយខ្ញុំ sell to a file ណាអូខេអញ្ចឹងខ្ញុំ sell ដាក់នៅណាអូខេខ្ញុំដាក់នៅលើ OneDrive ទៅហើយនេះ key របស់យើងណាគឺ key ហ្នឹងគឺសម្រាប់ unlock ពេលដែលយើងមានបញ្ហាអញ្ចឹងបន្តមកទៀតយើងចុច sell មកនេះចុច sell port ណាអូខេបន្តមកទៀតយើងធ្វើការចុច next ទៀតមកនេះវាសួរយើងថា encrypt use this space only ឬក៏ encrypt in 3 drive អានេះវា encrypt use this space only អញ្ចឹងយើងយកអា option លើមកវា encrypt space ដែលយើងប្រើតែវាអត់ encrypt drive យើងទាំងមូលទេណាអូខេចុច next ទៀតមកកន្លែងនេះយើងយកតាមវាមក capital mode base ហ្នឹងមកខ្ញុំ next ទៀតមកអូខេខ្ញុំ start encrypt ហ្នឹងមកណា start encrypting មកអូខេយើងចាប់ផ្ដើមធ្វើការ encrypt រួចរាល់ហើយខ្ញុំចុច close មកបន្ទាប់ពីយើងធ្វើការ encrypt ប៉ុណ្ណឹងហើយយើងអាចមើល hard disk របស់យើងណាវាត្រូវបានចាក់សោហើយឃើញមានសោហើយនេះឃើញទេនេះឃើញមានសោហើយ hard disk ហ្នឹងណាអូខេអញ្ចឹងអ្នកណាដែលដោះ hard disk ហ្នឹងបានអញ្ចឹងឃើញវាមានសោអញ្ចឹងនៅពេលដែលខ្ញុំ restart ម៉ាស៊ីនទៅសោត្រូវបានចាក់ឲ្យ hard disk ហ្នឹងជាមួយខ្ញុំ restart ម៉ាស៊ីនណាអូខេខ្ញុំសូមបិទចោលមកអញ្ចឹងធ្វើការ restart ម៉ាស៊ីនមួយណាអូខេខ្ញុំ restart ម៉ាស៊ីនមួយអូខេខ្ញុំ restart ហើយណាអូខេអញ្ចឹងឥឡូវហ្នឹងយើងបាន restart ហើយវាចាប់ផ្ដើមធ្វើការ lock ចូលទៅកាន់ operation system របស់យើងហើយអូខេអញ្ចឹងចាំមើលថាពេលដែលយើង lock ទៅគឺម៉ាស៊ីនរបស់យើងចាក់សោអត់ណាអូខេចាំតិច
ok anh chẳng lấy dương lọc chỗ em cho một can explorer ok tóm một tiết em cho một can dpc đó em cho một can dpc bọn ôn khơi nhé chẳng hát đi vào dương thử bàn chạ sao ấy chẳng bà sân chỉ dương ở bên sao chạ tiết cứ dương đỏ nâng bàn tề nè nè dương bạc máu viên đằng tia password bị dương nè nè khơi nhé nè bị tia password nè chẳng bọn ôn thua càng vay password máu rồi nhưng vay password nhầm tới rồi nhưng vay account nè ok nhưng vay account nó bây giờ nhưng vay account phải password và dương vay cứ ở thử thế nè vì mình option chơi chờn ní anh ấy option auto một tích unlock đi pc ấy chẳng từ ô thôi là lấy nhưng vay thử nè ok nhưng ai vay máu nhưng vay password để dùng đã máu ok NP để dương vay thử cứ vì bàn vì lọc ở dương cái NP dương vay thử vì vừa cả lọc ao dương bạc bàn nè ai dương bạc cho tình này và dương bàn chân bị lọc hơn nó mình sẽ đặt sắp khăn á sầm mẹp ca pia tình này công tơ và dương bị ca vô lui bị nẹt là tây bị ca mê rục cho NP để dương ở bàn đọc sao thế cứ mê rục cho bàn lực lên là dương đọc sao chạy từ mê rục cho từ encrypt bàn ok chân video năng miền tập năng tế complete chui like follow năng subscribe cho nên mình một phong dươngនឹងជួបគ្នានៅវីដេអូក្រោយ